អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះបានមកបន្តភាគ Hardcore World យើងបន្តទៀតដោយនៅក្នុងភាគមុនខ្ញុំបានសង់ផ្ទះមួយដែរហើយក្នុងភាគនេះយើងនឹងបន្តធ្វើការងារយើងបន្តទៀតហើយអ្នកមើលវីដេអូមុនប្រហែលជាប្លែកហើយដោយសារខ្ញុំគឺផ្លាស់ប្ដូរដោយខ្ញុំអត់បាន record ទេពេល record ផ្ទះហ្នឹងឥឡូវខ្ញុំនាំគ្នាយើងមកមើលផ្ទះខ្ញុំមកជុំសិនតែខ្ញុំបាន record គេខ្លះហ្នឹងហើយមានប៉ុណ្្នឹងឯងស្អាតអត់ហ្នឹងហើយមើលខែវហើយឥឡូវយើងមកមើលខាងក្នុងម្ដងតើខ្ញុំបានរីកគេខ្លះហ្នឹងហើយគេបានរីកប៉ុណ្ណឹងឯងនេះឆែដាក់កន្លែងនេះដាក់កន្លែងនេះអញ្ចឹងទៅហើយយើងមើលពីដានយើងដាក់ពណ៌សហើយក្នុងឆែគឺអត់មានគេទេគឺទៅទេហ្មងហើយមកខាងទៀតអត់មានអីដែរហ្នឹងហើយក៏អត់មានអីទាំងអស់ហើយនេះមានសម្រាប់ដុតស្អីគេ smoker វីដេអូខ្ញុំនិយាយខុសគឺថាហ្នឹងទៅប្លាហ្វូននេះវិញឥឡូវយើងមើលខាងលើម្ដងនេះខាងលើយើងមានកន្លែងដាក់ឆេមានច្រើននឹងឲ្យពេលយើងលើអនាគតទៅយើងអាចនឹងមានរបស់ដាក់ច្រើនអញ្ចឹងណាឥឡូវយើងមាន Vernet ដាក់ខាងនេះដើម្បីយើងទុកដុតរ៉ែដុតរបស់ប្រើប្រាស់ផ្សេងហើយនេះខាងលើប្រាប់យើងដេកបន្ទប់ដេកយើងនៅលើហើយអធិស្ឋានគ្នាយើងមកបើសិនខ្ញុំបញ្ចូលសំឡេងយើងទៅដាក់ដប់ហើយនិយាយអត់ច្បាស់អីប៉ុណ្ណឹងណាបើយើងមិនអ្នកបកកាយខាងហ្នឹងទេហើយអធិស្ឋានគ្នាយើងផងបើសិនជាឮសំឡេងរំខានអីផ្សេងបើខ្ញុំ record នេះនៅផ្ទះបើហើយមានសត្វមានអីជុំវិញផ្ទះអញ្ចឹងណាសង្ឃឹមតែគ្នាយើងយល់ហើយយើងចេញមកក្រៅផ្ទះយើងវិញយើងមើលតិចទៀតទៅហើយផែនការទី2ហ្នឹងគឺខ្ញុំចង់ដើររករ៉ែព្រោះខ្ញុំអស់រ៉ែហើយបន្ទាប់ពីយើងដេក skip យប់មួយយប់ហើយយើងក៏បានមករៀបចំរបស់ប្រើប្រាស់ដើម្បីយើងចូលទៅក្នុងខេវដូចជាសាច់ហើយនឹងខ្ជុងតទៅហែមទៀតមកដើម្បីយើងចូលទៅកុំឲ្យខ្វះខាតពេលយើងទៅដល់ក្នុងហ្នឹងហើយខ្ញុំក៏បានយកសាច់យកមកដុតដែរដើម្បីឲ្យវាឆ្អិនព្រោះយើងស៊ីឆៅយើងអត់ងាយឆ្អែតទេហើយបន្ទាប់ពីយើងដុតសាច់ហើយខ្ញុំក៏បានយកខ្ជុំមកវិញដែរដើម្បីយើងយកទៅបំភ្លឺផ្លូវព្រោះយើងអត់ដឹងទៅក្នុងខែវហ្នឹងគឺមានខ្ជុំមានអីថែមទៀតអត់ទេណាហើយខ្ញុំដើរតាមផ្លូវខ្ញុំក៏ចង់កាប់ឈើខ្លះព្រោះយើងចូលទៅក្នុងខែវគឺក៏អត់មានឈើទេបន្ទាប់ពីខ្ញុំកាប់ឈើកាប់អីអស់ហើយខ្ញុំក៏បានដើររកខេវហើយនៅផ្ទះខ្ញុំនេះគឺខ្ញុំនៅជិតខេវដែលខ្ញុំចុះកាលអាមសូតមុនដែរទេហើយខ្ញុំក៏បានដើរទៅរកខេវហ្នឹងបន្ទាប់ពីដើរហួសកន្លែងមុនតិចមកខ្ញុំក៏បានមកដល់កន្លែងខេវហ្នឹងហើយនេះគឺមានថយហ្នឹងហើយខ្ញុំធៀមរបស់ដើម្បីចុះទៅដែរបើយើងហក់ទៅអត់បានទេខ្ញុំអត់ចេះហក់ដាក់ទឹកទេហើយនៅតាមផ្លូវដែលខ្ញុំចុះហ្នឹងក៏បានឃើញខ្ជុំខ្លះដែរហើយខ្ញុំក៏បានកាប់ខ្ជុំហ្នឹងដើម្បីយើងចុះបំភ្លឺនៅខាងក្រោមព្រោះយើងមិនដឹងថាខាងក្រោមហ្នឹងមានខ្ជុំទៀតអត់ទេឥឡូវយើងកាប់ខ្ជុំសិនហើយបន្ទាប់ពីយើងកាប់ខ្ជុំហើយខ្ញុំក៏បានមកប្រហូរទឹកចុះទៅដែរដើម្បីសុវត្ថិភាពយើងព្រោះយើងលេងហាត់ខផងធ្លាក់ទៅវិញយើងងាប់ទៅវិញមិនចាប់ហើយវើហ្នឹងមុននឹងខ្ញុំចុះទៅក្រោមតទៀតខ្ញុំក៏បានមកផលិតថុចខ្លះទៀតដែរដើម្បីចុះទៅបំភ្លឺនៅក្រោមហ្នឹងថែមព្រោះយើងអាចនឹងកាប់នៅក្រោមតទៀតព្រោះកន្លែងយើងកាប់មុនអស់អៃរ៉នអស់អីទៀតហើយពេលខ្ញុំចុះមកដល់ក្រោមមកខ្ញុំក៏បានមកសម្លាប់ស៊ុំប៊ីមួយពីរដែរព្រោះដើម្បីយើងសុវត្ថិភាពយើងមកសម្លាប់វាសិនហើយខ្ញុំក៏បាននៅកន្លែងណាដែលខ្ញុំអត់ទាន់បានទៅដើម្បីរកអៃរ៉នតទៀតហើយបន្ទាប់ពីកន្លែងនោះមកខ្ញុំក៏បានឃើញអៃរ៉ននៅកន្លែងនេះមកកន្លែងដែរមានប្រមាណដុំដែរហើយខ្ញុំក៏បានកាប់ហើយអញ្ចឹងខ្ញុំសូម skip វីដេអូតែម្ដងហើយ
ហើយបន្ទាប់ពីខ្ញុំដើរកាប់អាម៉ាស្ទុះមកឥឡូវខ្ញុំក៏បានមកកាប់ថ្មនេះដើម្បីដាក់ប្លុកឡើងទៅលើវិញហើយបន្ទាប់ពីខ្ញុំកាប់បានម៉ាស្ទុះមកខ្ញុំក៏បានមកហៅកន្លែងដើម្បីរកអារម្មណ៍ឡើងទៅលើវិញបន្ទាប់ឃើញខ្ញុំក៏បានដាក់ប្លុកឡើងទៅលើវិញដែរហើយបន្ទាប់ពីខ្ញុំដាក់ប្លុកឡើងមកផ្លែតមកឥឡូវខ្ញុំបានមកដល់លើវិញដែរខ្ញុំរត់ទៅផ្ទះសិនឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយយេហើយផែនការខ្ញុំបន្ទាប់ខ្ញុំចង់ធ្វើកន្លែងដាំដំណាំមុនឥឡូវខ្ញុំមកឃ្លៀស្មៅកន្លែងអស់នេះចេញសិនឃ្លៀវាហើយឥឡូវខ្ញុំក៏បានមកផលិតប៉ែលមួយដើម្បីយើងជីកដីកន្លែងយើងឲ្យរៀបស្មើឲ្យរៀបស្អាតសិនចាំយើងធ្វើកន្លែងយើងដាំដំណាំហើយបន្ទាប់ពីរៀបចំទីធ្លាយើងឲ្យអស់ខ្ញុំក៏បានមកមើលក្នុងឆែកឲ្យលោកមានឈើខ្លះក៏ប៉ុន្តែវាអត់មានទេឥឡូវខ្ញុំរើរបស់ទុកខ្លះសិនដើម្បីយើងយកដើម្បីយើងបន្សល់ស្ពេសដើម្បីទុកកាប់ឈើយកមកដាក់ហើយបន្ទាប់ពីខ្ញុំរៀបចំរបស់ឲ្យអស់ហើយខ្ញុំក៏បានមកផលិតទូកមួយបីជីកទៅដើររកកន្លែងដើមឈើដើម្បីយើងកាប់ឈើហើយអ្នកនរអគ្នាប្រហែលជាឆ្ងល់ហើយក្រោយតែខ្ញុំគឺមានដើមឈើហើយខ្ញុំមិនកាប់ហ្នឹងហើយដើមឈើក្រូចតែខ្ញុំទុកវាដើម្បីឲ្យវាព្រៃក្រូចផ្ទះបើខ្ញុំកាប់ទៅវានឹងដុះយូរឬក៏អីចឹងណាចឹងហើយខ្ញុំក៏ដើររោដើមឈើផ្សេងទៀតខ្ញុំមិនដឹងដើររោណាទេមានតែនៅលើកោះមុខទៀតកោះយើងនឹងឯងហើយបន្ទាប់ពីដើរអស់រយៈពេលមួយផ្លែតមកខ្ញុំក៏បានមកដើរឃើញដើមឈើនេះប្រហែលដើមដែរឥឡូវខ្ញុំមកកាប់សិនព្រោះអីខ្ញុំខ្លាចទៅមុខទៀតគឺអត់មានដើមឈើអញ្ចឹងខ្ញុំអាចនឹងសំដើមឈើពីនេះទៅបើខ្ញុំអត់ចង់កាប់នៅមុខផ្ទះខ្ញុំផងហើយបន្ទាប់ពីខ្ញុំដើរចេញពីកន្លែងកាប់ឈើមិនមែនតិចមកឥឡូវខ្ញុំក៏បានមកឃើញអត់ផុសមួយដែរឥឡូវខ្ញុំដើរទៅមើលសិនកន្លែងហ្នឹងគឺមាននិយាយខ្លះហ្នឹងហើយឥឡូវខ្ញុំឃើញធុងមួយមើលអត់មានអីទេឥឡូវយើងដើរមកមើលធុងផ្សេងទៀតសិនហើយនៅក្នុងត្រង់នេះដែរគឺមានសាច់ស្អីហោះនេះអានឹងគេហៅអាឡេតែខ្ញុំអត់បានយកវាទេឥឡូវខ្ញុំមកដើរកាប់ឈើសិនព្រោះការងារខ្ញុំគឺមកកាប់ឈើមិនមែនមកជួយសត្វមកលួចរបស់អីអស់វាទេខ្ញុំមកកាប់ឈើសិនចាំពេលណាយើងមានរបស់អីវិញចាំយើងកាប់វាហ្មងឥឡូវខ្ញុំក៏បានឃើញព្រៃឈើកន្លែងនោះមួយដែរឥឡូវខ្ញុំកាប់ឈើនេះសិនហើយបន្ទាប់ពីខ្ញុំកាប់ឈើនោះហើយខ្ញុំក៏បានមកកាប់ឈើក្នុងព្រៃនេះសិនគឺព្រៃអស់នេះគឺរបស់យើងហើយយើងកាប់អស់មកហ្នឹងហើយមិនកាប់អស់ទៅខ្ញុំមកកាប់ឲ្យអស់បថៅហ្នឹងគឺខ្ញុំទៅផ្ទះវិញហើយតើពីខ្ញុំដើរកាប់អស់ពេលជាយូរមកឥឡូវខ្ញុំបានមកកាប់បាក់បថៅបាត់ហើយយើងរៀបចំទៅផ្ទះវិញសិនទីបំផុតខ្ញុំក៏បានមកដល់ផ្ទះខ្ញុំវិញហើយមិញនឹងជីមកហៅឃើញផ្ទះខ្ញុំចង់វិញណានេះមិញតាមផ្លូវនេះជីលេងជីមកជុំកោះមិញឡើងវិញឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយខ្ញុំមករៀបចំរបស់ដើម្បីធ្វើកន្លែងយើងសិនអូខេឥឡូវខ្ញុំមកវាស់វែងដីធ្លីសិនតែខ្ញុំគួរធ្វើតាណាមកណាប៉ុណ្ណឹងណាឥឡូវជីកអានេះប៉ុណ្ណេះមក4ប្លុកហ្នឹងហើយ4ប្លុកទឹកវាចូលទៅដល់ហើយឥឡូវខ្ញុំជីក4គុណ4មក
ឥឡូវបន្ទាប់ពីយើងជីកកន្លែងយើងដាំដំណាំហើយយើងមកផលិតរបស់ខ្លះដើម្បីយើងរីកកន្លែងដីយើងឥឡូវយើងមកបំបែកឈើនេះដើម្បីធ្វើជា slab ហើយបន្ទាប់ពីយើងធ្វើជា slab ហើយយើងមកធ្វើជារបងពួកឯងខ្ញុំធ្វើរបងពាត់ចំការយើងអញ្ចឹងណាគឺថាខ្ញុំអត់មានធ្វើរីកច្រើនទេព្រោះខ្ញុំអត់ដឹងហៅកំណត់មកពីណាតោះឥឡូវយើងកុំឲ្យនិយាយស៊ីម៉ោងយូរយើងមកពាត់វាឲ្យមកយក slab ពាត់ខាងនេះសិនមកហើយចាំយើងយករបងពាត់តាមក្រោយហើយខ្ញុំគឺចង់ពាត់វាចេះវិញដើម្បីឲ្យមានផ្លូវដើរឲ្យមានអីស្អាតចឹងណាកុំឲ្យយើងធ្វើឲ្យវានេះពេកហើយខ្ញុំចង់ធ្វើពី3កន្លែងដែរតែឥឡូវខ្ញុំអត់មានគ្រាប់ពូជទេឥឡូវខ្ញុំមកជីកដីដើម្បីធ្វើជាផ្លូវវាសិនមកហើយឥឡូវខ្ញុំចង់ធ្វើកន្លែងមួយទៀតខ្ញុំចង់ធ្វើកន្លែងដាំមួយទៀតធ្វើដាំស្អីគេម្ដងតែខ្ញុំអត់ដឹងដាំស្អីទេព្រោះអត់ទាន់មានគ្រាប់ពូជឥឡូវយើងមកវាស់ដីទៀតមកឥឡូវខ្ញុំអត់មានទឹកទេខ្ញុំទៅដួសទឹកព្រឹកសិនហើយបន្ទាប់ពីយើងដួសទឹកហើយខ្ញុំក៏បានមកវាស់ដីទៀតដែរខ្ញុំក៏បានមកឆាយដីឆាយអីហ្នឹងហើយសិនណាហើយបន្ទាប់ពីឆាយហើយខ្ញុំក៏បានមករៀប slab ឲ្យបានជុំវិញវាទៀតមកហើយបន្ទាប់ពីយើងបិទ slab ហើយយើងមកបិទរបងម្ដងរបងយើងបិទឲ្យវាចង់បានជុំតែឥឡូវយើងជិតអស់ហើយហើយបន្ទាប់មកទៀតខ្ញុំក៏បានយកដើមឈើយកមកបិទយកមកធ្វើរបងដើម្បីឲ្យវាស្អាតតិចទៀតឲ្យវាស្អាតហើយធ្វើមកទ្វារធ្វើអីឲ្យវាបានហើយខ្ញុំក៏ដាក់ដើមឈើនៅជ្រុងអស់នេះដែរហើយក៏បន្ថែមរបងនៃខ្វះខាតនេះដែរបន្ទាប់ពីដាក់ឲ្យគ្រប់កន្លែងហើយខ្ញុំក៏បានមកដាក់ស្លាបនៅលើដើមឈើនេះទៀតដែរដើម្បីឲ្យវាខ្ពស់ហើយស្អាតកុំឲ្យសត្វឡើងចូលរួចហើយបន្ទាប់ពីដាក់ slab ហើយខ្ញុំក៏បានមកដួសទឹកដាក់កន្លែងនេះមកហើយខ្ញុំក៏ជន់ដីកន្លែងនេះដើម្បីធ្វើជាកន្លែងដាំ pumpkin ម្ដងហើយខ្ញុំមានតែគ្រាប់ស្រូវនិង pumpkin អញ្ចឹងខ្ញុំដាំតែ pumpkin និងស្រូវបានហើយបន្ទាប់ពីដាក់ speed ឡើងឈឺក្បាលមកខ្ញុំក៏បានមកដាក់ slab ម្ដងដើម្បីការពារទឹកកុំឲ្យយើងដើរធ្លាក់ចូលទឹកឬក៏ pumpkin យើងពេលយើងប្រមូលផលយើងធ្លាក់ចូលទឹកចឹងណាឥឡូវយើងមកបិទ slab ដើម្បីការពារវាហើយបន្ទាប់ពីយើងកាប់យើងដាក់ស្លាបហើយយើងឥឡូវយើងមកផលិតគ្រាប់លពៅមកហើយខ្ញុំមានគ្រាប់ពូជខ្លះនឹងដែរឥឡូវខ្ញុំមកដាំគ្រាប់ស្រូវសិនហ្នឹងហើយដាំគ្រាប់ស្រូវយើងគឺមានតិចឡើងមែនតើឥឡូវយើងដាំគ្រាប់លពៅនេះមកលពៅយើងក៏មានតែបានតិចដែរអញ្ចឹងហើយយើងដាំវាសិនមកតែមកអនាគតទៅយើងអាចនឹងមានច្រើនតែឥឡូវយើងអត់ទាន់មានvillagerឬក៏អីហងម្ដងយើងមក villager មកពីណាទៀតបើពលនេះខ្ញុំអត់ឃើញ villager ផងឥឡូវដាំនេះទៀតមកហ្នឹងហើយដាំអស់ហើយឥឡូវផែនការយើងដូចជាអស់ហើយដឹងទៅធ្វើអីទៀតទេឥឡូវនេះមុននឹងបញ្ចប់វីដេអូខ្ញុំមក review កន្លែងយើងដាក់កន្លែងដាំដំណាំរបស់ខ្ញុំតិចមកនេះកន្លែងនេះទៅទុកដាំលពៅហើយកន្លែងនេះហ្នឹងហើយកន្លែងក្រែលនេះប្រហែលអ្នកហេតុឆ្ងល់ហើយគឺខ្ញុំទៅដាំលពៅមកវាដុះចូលក្នុងហ្នឹងហើយនេះកន្លែងដាំបន្លែដាំបន្លែកន្លែងយើងដាំគ្រាប់ស្រូវហ្នឹងហើយមានដាំបន្លែពីណាទេហ្នឹងហើយប៉ុណ្្នឹងឯងហើយអាចអនាគតខ្ញុំរីកគាត់តាមជាងហ្នឹងទៀតឥឡូវហ្នឹងខ្ញុំសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងហើយអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់ហ្នឹងហើយកុំភ្លេចជួយ subscribe ខ្ញុំអ្នកមួយផងជួយ like ផងបើបាន5 like វិញខ្ញុំនឹងអាចបន្តអេពីសូតទៅមុខទៀតអរគុណអ្នកនរគ្នាបាយ